ជំរាបសួរបងប្អូនប្រជាកសិករថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញពីការធ្វើលបាយជីលំពក់សត្វឲ្យទៅជាជីដ៏ល្អសម្រាប់ដាក់ដំណាំខ្ញុំបានយកលាមកគោ20ពេត្រូបាទដូចឃើញកំណត់តាមនេះហើយគឺលាមកគោ20ពេត្រូលាមកមាន់10ពេត្រូបាទលាមកមាន់នេះគឺ10ពេត្រូហើយលាមកជ្រូក10ពេત્રોដែរបន្ទាប់មកអង្កាមជូងអង្កាមដែលយើងដុតហើយជូងអង្កាមគឺ15ពេត្រូបាទវត្ថុហើយនឹងបន្ថែមនៅកំបោប្រមាណ5គីឡូទៀតបាទ5គីឡូក្រាមទៀតដើម្បីទៅជាលបាយសម្រាប់លើជីបាទហើយយើងយកវត្ថុទាំងអស់នេះបាទយើងលាយវាបាទយើងលាយវាបាទបងប្អូនតាមដានបាទគឺខ្ញុំលាយជីទាំងប្រមាណមុខហ្នឹងឲ្យទៅជាលបាយស្វាសាច់បាទគឺជាលបាយស្វាសាច់លាយជីនេះរួចហើយយើងកើបលបាយនេះដាក់ក្នុងថង់ផ្លាស្ទិកបាទអានេះគឺខ្ញុំកើបជីនេះដាក់ក្នុងថង់ផ្លាស្ទិកនេះជាលបាយបាទជាលបាយជីខ្ញុំបានលាយហើយតម្រូវវាមកដាក់នៅក្នុងស្បោងផ្លាស្ទិកនេះបាទបងប្អូនមើលនេះជាស្បោងផ្លាស្ទិកបាទស្បោងផ្លាស្ទិកបាទយើងវាឲ្យស្មើអញ្ចឹងទៅបាទមកទៅបាទបើសិនជាលបាយនឹងសើមវាល្អបាទល្អបើស្ងួតពេកយើងទៅសើមទឹកវាបន្តិចបាទអញ្ចឹងយើងដើមចងវាចោលអញ្ចឹងទៅនេះជារូបភាពមួយដែលធ្វើគឺយើងចងបាទចងវាហើយជាប់អញ្ចឹងទៅបាទទៅហើយដាក់ក្នុងស្បោងផ្លាស្ទិកនេះគឺរយៈពេល2សប្តាហ៍គឺយើងអាចយកទៅប្រើប្រាស់លើដំណាំឬយកទៅលើស្រូវបានបាទដោយយើងយកទៅកប់ទ្រូងឬក៏លបាយជាមួយដីដាក់ដាំដំណាំបានបាទបើសិនជាបងប្អូនមិនចង់ដាក់ស្បោងផ្លាស្ទិកចឹងទេគឺបងប្អូនអាចធ្វើតាមវិធីមួយទៀតក្រោយពីលបាយជីទាំងហើយគឺយើងប្រមូលវាបាទប្រមូលវាឲ្យស្អាតចឹងទៅបាទកំណោស្អាតចឹងទៅដូចខ្ញុំបានបញ្ជាក់ឲ្យថាបើសិនជាស្ងួតបងប្អូនអាចស្រោចទឹកបន្តិចបាទឲ្យទៅទឹកបន្តិចបាទយើងធ្វើវាទៅជាចំណោអញ្ចឹងទៅយកផ្លាស្ទិកឬក៏យកតង់បាទយកតង់ចិត្តល្អគឺយើងក្រោបវាអញ្ចឹងទៅបាទការធ្វើបែបនេះវាដូចជាការប្រើដាក់ផ្លាស្ទិកដែរប៉ុន្តែវាមិនសូវជាគត់មុតដូចយើងប្រើស្បោងផ្លាស្ទិកពីឈរទេសារនោះចិត្តខ្យល់ជាងថ្ងៃក្រោយកម្ដៅវាឡើងកាច់ខ្លាំងជាងវាល្អជាងតែបើយើងធ្វើដាក់កណោអញ្ចេះវាអាចប្រើបានដូចគ្នាតែគ្រាន់តែរយៈពេល3សប្តាហ៍បានវាកាច់ល្អបាទកាច់ល្អពេលដែលវាចាប់ផ្ដើមកាច់គឺកម្ដៅវាក្តៅខ្លាំងធ្វើឲ្យក្របស្មៅនិងពពួកមេរោគមួយចំនួនវាអាចស្លាប់បានខ្លះដែរបាទក្រោយពីយើងបាន3សប្តាហ៍យើងអាចយកទៅប្រើប្រាស់ទៅលើដំណាំបានដូចគ្នាបាទពិធីបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណឹងបាទសូមចប់បាទ